ខ្មែរថៃបន្តការសម្រួលយុទ្ធបកអាវុធធ្ងន់ធ្ងរនិងឧបករណ៍បំផ្លិចបំផ្លាញធ្ងន់ធ្ងរនៅរុស្ស៊ីថ្ងៃទី31ខែតុលាឆ្នាំ2025នេះនៅច្រកព្រំដែនអូស្មាច់ខេត្តរតនមានជ័យយោធាភូមិភាគទី4កម្ពុជានិងកងទ័ពភូមិភាគទី2ថៃបានរៀបចំកិច្ចប្រជុំពិសេសនៃគណៈធម្មការព្រំដែនថ្នាក់យោធាភូមិភាគកម្ពុជាថៃ ORBC សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធនិងយុទ្ធកបំផ្លិចបំផ្លាញធ្ងន់ធ្ងរបន្ទាប់ពីកិច្ចប្រជុំពិសេសក្រុមការងារហត្ថលេខាធិការនៃគណៈធម្មការព្រំដែនថ្នាក់យោធាភូមិភាគកម្ពុជាថៃ ORBC កាលពីព្រឹកមិញនេះសហប្រតិបត្តិការថ្នាក់ដឹកនាំកិច្ចប្រជុំដោយឯកឧត្តមសេនីយ៍ឯកពៅហេងមេបញ្ជាការយោធាភូមិភាគទី4កម្ពុជានិងឧត្តមសេនីយ៍តូរ៉ាយុទ្ធរ៉ាស៊ីមេបញ្ជាការកងទ័ពភូមិភាគទី2ថៃដោយមានការចូលរួមពីក្រុមអ្នកសង្កេតការអាស៊ាន AOT ប្រចាំនៅប្រទេសកម្ពុជានិងប្រចាំនៅប្រទេសថៃដើម្បីតាមដានផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញភាគត្រឹមត្រូវនិងមានប្រសិទ្ធភាពភាគីទាំងពីរបានពិភាក្សានិងឯកភាពគ្នាលើផែនការជាក់លាក់ក្នុងការកែសម្រួលយុទ្ធភ័ណ្ឌនិងអាវុធធ្ងន់ធ្ងររបស់ភាគីទាំងសងខាងជាជំហាននឹងតាមដំណាក់កាលនៅតាមព្រំការនៅក្រោយការសង្កេតការនិងការផ្ទៀងផ្ទាត់របស់ AOT សម្ដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធាកិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង 15:47 នាទីជាផលិតផលភាគីទាំងពីរបានព្រមព្រៀងនឹងចុះហត្ថលេខាលើកំណត់ហេតុរួមស្ដីទីការសម្រាលសម្រួលយុទ្ធខណ្ឌអាវុធធ្ងន់ធ្ងរនិងឧបករណ៍បំផ្លិចបំផ្លាញធ្ងន់ធ្ងរ